សួស្តីបងប្អូនថ្នាក់ទី11យើងវិលមកជួបគ្នាណាបន្តទៀតដើម្បីបន្តលំហាត់របស់យើងវីដេអូនេះគ្រូលើកយកពាក្យព័ន្ធជាមួយនឹង sigma តែយើងសរសេរជាតម្រងរាយណាគោលដៅរបស់យើងហ្នឹងគឺយើងសរសេរគ្រប់តួទាំងអស់នៃផលបូកហ្នឹងដោយមិនប្រើ sigma ទេយើងមាន sigma ហើយតែយើងចង់សរសេរបំបែកណាបំបែកចេញវិញណានឹងបំបែកចេញវិញអញ្ចឹងយើងមើលករបស់យើង sigma នៃ2ណាដែលការរត់ពី1ទៅដល់6ហ្នឹងណាហើយខ sigma នៃកតា 2n + 1ណាn របស់យើងគឺយកចាប់ពី2ទៅហ្នឹងណាយកចាប់ពី2ទៅណាអញ្ចឹងបើយើងដាក់លេខគឺដាក់ចាប់2ឡើងទៅករបស់យើងគឺ sigma j របស់យើងគឺសន្ទុះ sigma នៃ j កតា j + 1ណាហើយ j ហ្នឹងគឺយកពី1ដល់5ណាអូខេពី1ដល់5ហ្នឹងពាក់ព័ន្ធជាមួយនឹងលំហាត់របស់យើងតោះករបស់យើងវាអត់មានជាប់អក្សរអីនៅក្នុងហ្នឹងទេវាមានតែលេខទទេណាវាមានតែលេខទទេអញ្ចឹងដល់ពេលដែលមានលេខទទេហ្នឹងយើងធ្វើយ៉ាងម៉េចហើយដល់ពេលមានអក្សរលាយហ្នឹងយើងធ្វើយ៉ាងម៉េចណាតោះអញ្ចឹងចំពោះកណាអូខេតោះដោះស្រាយយើងសរសេរគោលដៅរបស់យើងគឺយើងសរសេរឲ្យបាត់ sigma ណាអញ្ចឹងបងអូនត្រូវចំណាំគេសេបំបត្តិមិនទៅនេះកន្លែងដែលយើងត្រូវជំនួសណាតើគូជំនួសលេខហ្នឹងមានប្រមាណណាពីណាទៅដល់ណារបៀបមើលមានន័យថាចំណុចចាប់ផ្ដើមណាត្រូវដាក់លេខឲ្យបានប្រមាណតួឧបមាថាអានេះវាអត់មានអក្សរទេណាអានេះមានអក្សរនៅជាប់មានអនុគមណាអាហ្នឹងគឺនៅជាប់ហ្នឹងអានេះមានអក្សរ J វាយើងធ្វើទៅលំនាំដូចតែអក្សរអត់នេះវាមានអក្សរជាប់ហើយអត់មានអក្សរជាប់ហ្នឹងយើងធ្វើយ៉ាងម៉េចកន្លែងហ្នឹងណាអូខេសម្រាប់កណាវាមានតលេខអញ្ចឹងមានន័យថាមេគុណវាណាអូខេមេគុណរបស់វាហ្នឹងគឺ2យើងអាចដាក់វាមកមុខក៏បានដែរកន្លែងហ្នឹងណាយើងអាចដាក់វាមកមុខក៏បានឬដាក់នៅនឹងក៏បានដែរណាដោយសារយើងត្រូវគុណជាមួយនឹង2បញ្ចូលទៅវាបាន2ដដែលទេកន្លែងហ្នឹងណាវាបាន2ដដែលទេណាអូខេអញ្ចឹងកន្លែងនេះវាមានពី1ទៅដល់ម៉ានទៅដល់6ណាវា1ទៅដល់6អញ្ចឹងមានន័យថាបើយើងដាក់លេខទៅវាឲ្យបាន6តួអញ្ចឹងមានន័យថា2ហ្នឹងគឺដដែលវាអត់មានលើស2ណាអូខេម្ដង3ម្ដង4អីទេមានន័យថាលេខហ្នឹងគឺនៅតែ2ដដែលហ្នឹងសម្រាប់កអត់តាន់គ្រូនិយាយទេមានន័យថា2អញ្ចឹងអាទូបន្តទៀតរបស់យើងហ្នឹងគឺប៉ុន្មានក៏2អាទូបន្តទៀតហ្នឹងក៏2អាទូបន្តទៀតហ្នឹងក៏2គ្រប់4ណាត6បានយើងឈប់5ហើយនេះដល់6ណាហ្នឹងហើយមានន័យថាយើងដាក់លេខហ្នឹងដដែលឲ្យបានគ្រប់6ហើយយើងមើលខាងណាបានដឹងយើងដាក់6ហ្នឹងនេះយើងមើលលេខនៅខាងលើនេះអូខេលេខខាងលើហ្នឹងយើងឈប់ត្រឹមឲ្យបាន6តួទៅយើងឈប់វាហើយតាន់គឺនិយាយកន្លែងហ្នឹងណាហើយយើងរាប់ពី1ទៅដល់6ណារត់ពីការរបស់យើងពី1ទៅដល់6អញ្ចឹងវា6តួត្រូវហើយកន្លែងហ្នឹងណាតោះខរបស់យើងណាខរបស់យើងsigma ណាអូខេនៃ2n + 1ណាហើយការរបស់យើងហ្នឹងសំទោស n ណាសំទោស n របស់យើងរត់ពីប៉ុន្មានទៅ n របស់យើងហ្នឹងគឺចាប់ផ្ដើមពី2ទៅណាហើយរហូតដល់15ណាតោះនៅពេលមានអថេមានអក្សរនៅលាយហ្នឹងយើងធ្វើយ៉ាងម៉េចវិញកន្លែងហ្នឹងណានៅពេលដែលមានអក្សរគឺយើងត្រូវជួសវាចូលកន្លែងហ្នឹងយើងត្រូវជួសវាចូលណាហើយជួស n ហ្នឹងយើងមើលទៅយើងរាប់ពី2ទៅដល់5វាមានប៉ុន្មានលេខយើងជួសឲ្យបានណាគ្រប់ប៉ុណ្ណឹងតើគឺនិយាយឲ្យបានគ្រប់ណាតោះឥឡូវគឺជួសឲ្យបងប្អូនមើលកន្លែងហ្នឹងអូខេចុះដាក់សញ្ញាស្មើតទៀតអញ្ចឹង
សម្រាប់ដំបូងគឺយើងយកចាប់ពី2អញ្ចឹងមានន័យថា n ហ្នឹងគឺយើងដាក់ដោយ2ហើយបូក1អាហ្នឹងសម្រាប់ណា n ស្មើ2ឥឡូវយើងចូលមកដល់ n ស្មើប៉ុន្មានទៀតចូលមកដល់ n ស្មើ3អញ្ចឹងវាបាន2គុណនឹង3ហើយបូក1ណាអញ្ចឹងយើងទៅបាន2ណាករណី n ស្មើ3ណាអញ្ចឹង n ស្មើ3សុំទោសស្មើ4ណាគុណជាមួយនឹង4ហើយបូក1ណាអូខេបូក1ហ្នឹង2 3 4ណាហើយដល់ប៉ុន្មានយើងមើលឲ្យដល់លេខប៉ុន្មានបាទយើងឈប់គឺដល់លេខ5ឥឡូវមួយទៀតដល់នៅមានន័យថា2គុណជាមួយនឹង5ណាហើយបូក1ឈប់នៅត្រឹមហ្នឹងយើងមើលណាយើងរាប់ពី2ទៅដល់3វាមានប៉ុន្មានតួណារាប់ពី2ទៅដល់3យើងរាប់ទៅវាមាន3តួត្រូវទេណាមាន3តួសុំទោស3តួ4តួណាហ្នឹងគ្រូអត់បានរាប់តួដបងសុំទោសណាវាមាន4ណាណែអូខេគ្រូពេចអាណែ1ណាអាហ្នឹងមានន័យថា n ស្មើ2ត្រូវអត់1ណាដល់ពេលអាណែករណីហ្នឹងគឺn ស្មើ3ត្រូវទេតែវារាប់តួរបស់យើងហ្នឹងគឺអានេះដាក់តួទី1ណាគ្រូដាក់អញ្ចឹងចាស់តួទី1ឃើញទេអានេះតួទីម៉ានតួទី2ណាដល់ពេលអានេះរាប់ដល់ n ស្មើ4អញ្ចឹងមានតួទី4រាប់ដល់5មកយើងឈប់ត្រូវទេអានេះតួទី4ណាដល់ពេលនេះតួទីម៉ានណានេះទី5ហ្នឹងមកយើងឈប់ត្រូវទេចាលេខនេះយើងបូកវាបញ្ចូលគ្នាមកណាអូខេយើងបូកវាបញ្ចូលគ្នាแล้วគ្រូលុបនេះចេញវិញគាត់ទៅប្រាប់អ្នកទាំងអស់គ្នាដឹងណាតែយើងទៅសេឲ្យបានប្រមាណតួរាប់បែបហ្នឹងតោះអានេះបញ្ចូលគ្នាមកអានេះវាបានប៉ុន្មាន2គុណ2វាបាន4បូកថែម1វាបាន5បន្តទៀតអានោះវាបាន2គុណ3 6បូកទៅវាបាន7បូកអានោះទៀត2គុណ4វា8បូក1វា9អានោះ2គុណ5វា10 10បូក1វា11ណាអូខេនេះគេចង់បានណាអញ្ចឹងទាំងអស់គ្រប់4តួហើយយើងរាប់ពី2ហ្នឹងគឺរាប់1ផងណាយកផ្លេចហ្នឹងហើយផ្លេចមានន័យថា2ដល់5អញ្ចឹង2ដល់5គឺមាន4ណាហ្នឹងហើយពីយើងជួយរាប់បាន1 3ណាបាន2 4ណា4ហ្នឹងវាបាន3ដល់ពេល5ហ្នឹងវាបាន4បានគ្រូយើងឡើងហ្នឹងណាហ្នឹងពាក់ព័ន្ធជាមួយនឹងយើងសេពពង្រាយណាហើយសល់មួយទៀតគ្រូអត់បានធ្វើឲ្យទេអាហ្នឹងគ្រូទុកឲ្យបងប្អូនទៅធ្វើខ្លួនឯងចោះណាមានន័យថាយើងធ្វើគំរូដូចគ្រូធ្វើឲ្យអញ្ចឹងមានន័យថាយើងជួសណា J ហ្នឹងគឺ1ឡើងទៅត្រូវទេរហូតដល់5ណាហ្នឹងហើយ J រត់ពី1ណាទៅដល់5ណាសិក្មានៃ J គឺថា J បូក1ហ្នឹងគឺលំនាំដូចគ្នាទេអញ្ចឹងអានេះគ្រូមិនចាំបាច់កែឲ្យទេកន្លែងហ្នឹងណាអូខេគ្រូមិនចាំបាច់កែឲ្យទេគឺកែជាគំរូរបស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងឯណា